តាំងសមាគមតែរបស់ខ្ញុំមកពីមុខចាប់នឹងការិយាល័យយុវជននេះផ្លូវទៅទីខាងកើតហ្នឹងគឺស្ទឹងហើយចាក់ពីនេះទៅទីខាងលិចវិញគឺដល់ខាងមុខថ្នល់ហ្នឹងគឺផ្សារហើយនៅខាងមុខទីសហការសមាគមមានទីសហការបកនៃបកសង្កាត់នៅម្រេចចន្ទខ្លានៅចំពីមុខតែម្ដងខាងកើតស្ទឹងខាងលិចគឺផ្សារនោះកន្លែងឡានច្រើនហ្នឹងគឺផ្សារទីនេះស្រួលមើលតែម្ដងច្បាស់ដល់វគ្គទេសចរនៅខាងក្នុងផ្ទះវិញតែពីទឹកទទួលភ្ញៀវណានេះរងទឹកទទួលភ្ញៀវមិញហើយពីបែរឋាននៅខាងក្រៅទីធ្លានៅខាងក្រៅផ្ទះជំនាញផ្ទះទាំងអស់ផ្ទះសម្រាប់ហាងកៅអៅចឹងទៅហើយថ្ងៃនោះរងអង្គុយលេងសម្រាប់ភ្ញៀវនេះគៀនផ្ទះខាងកើតចាប់នឹងដបងការិយាល័យក្រែងអង្គុយលេងក្រោមដើមស្វាយយើងមើលទៅមុខវិញនេះចំហៀងផ្ទះខាងលិចផ្លូវដើរទៅក្រោយមានអីទេមានដើមចេកដើមស្វាយដល់វគ្គទេសចរខាងក្នុងផ្ទះវិញម្ដងផ្ទះខ្ញុំគឺម៉ាសេរីក្រែគេឬក៏អង្គុយលេងមានគេពីរកៅអ៊ីមួយថ្ងៃនេះតុធ្វើការតុនឹងកៅអីធ្វើការផ្ទះខ្ញុំគឺបានទាំងអស់ទាំងឆ្កាទាំងឆ្មាទាំងមាន់ទាំងទាតាពីទ្វារណានេះបន្ទប់មួយបន្ទប់កូនស្រីទី2ក្រែងខ្ញុំគេងហើយមានទូសម្អាងទូទឹកកក2ហើយបន្ទប់កូនបងកន្លែងធ្វើការណានេះបន្ទប់កូនបងកូនទី1តុកាហ្វេខ្ញុំតុកាហ្វេទូកែវកាហ្វេដល់ហើយមកនេះគឺផ្ទះបាយខាងថ្ងៃនេះគឺទូសម្អាងខ្ញុំឃ្លានបាយនេះទូសម្អាងទាំងអស់ទ្វារដើរចូលទៅក្រៅផ្លុកទៅផ្ទះបាយបន្តមកនេះផ្ទះបាយមានបន្ទប់មួយគឺបន្ទប់ឃ្លាំងខោអាវបន្ទប់ផ្លាស់សម្លៀកបំពាក់ខ្ញុំស្អីស្កាពេញទឹកពេញដីហើយខាងលើឡើងទឿនតែរុះចេញហើយចេញទៅក្រៅវិញនេះពងដាំបាយនេះឆ្នាំងបាយនេះទូដាក់គ្រឿងដាស់បាយមានតុញ៉ាំបាយមានទូទឹកកកមួយហើយនឹងបន្ទប់ទឹកឡាបូលាងចានបន្ទប់ទឹកមួយនេះចដាឡើងទឿឡើងទៅលើហើយរុះចោលអស់ហើយចាទឹកហើយកាយឡើងទៅលើលើចោលអាកាសនឹងពួយមានស្លឹកឈើនេះមើលទៅមុខវិញដល់វគ្គចេញមកក្រៅវិញគឺមានបន្ទប់ទឹកមួយទៀតមានអាងទឹកដ៏ធំមួយហើយទីនេះខាងក្រៅផ្ទះនេះ
មានដាំបើហើយនៅស្រះទឹកឯងខ្ញុំមកពីក្រោយមិញហ្នឹងជំនាញផ្ទះទៅមើលទៅមុខវិញនឹងកម្មនឹងជាស្រះប៉ុន្តែដាក់សម្រាប់ដើម្បីលុបខាងអត់ចាស់ខ្ញុំតែលេងចាលេងឆ្នាំគឺលេងនៅទីនេះឯងចេញពីផ្ទះបាយមកកន្លែងលេងចាលេងឆ្នាំឡានចាស់ទុកចោលទេចំណែកបងខ្ញុំដើរតាមរកនេះបីក្រានេះកាយលេងចាលេងឆ្នាំអូទុកត្រៀបទឹកនឹងឲ្យទីទេនេះខាងក្រៅផ្ទះម្ដងលក្ខណៈខាងក្រៅផ្ទះមានមួនមានទាកាក់ហើយក៏ដាំតំណាំនៅខាងក្រៅផ្ទះដែរមានចេកនេះពេលដាំតំណាំតិចតួចខាងក្រៅផ្ទះនោះពងអត់ដោះមានជីអីចឹងណាចាស់កាត់លពឺដៃមានដើមថ្នោតđâyអ្នកឡើងថ្នោតគេឥឡូវខែនេះគេឡើងថ្នោតដែរខែប្រាំងហើយនេះដាំជីដាំអីតិចតួចស្រាប់ហូបមានក្រូចអីចឹងទៅមានដូងទៅផ្ទះដល់មានផាសុកភាពយើងទទួលខ្យល់អាកាសអីលេងក្រោយក៏បានមកអ្នកដើរតាមដាក់អស់ហើយមកហើយដល់វាចូលវិញកាក់មើលពីក្រៅផ្ទះហើយមកគៀនផ្ទះវិញចូលទៅតំណាំទេនេះគៀនផ្ទះខាងលិចព្រំដីខាងនេះស្រះគេដែលបំរុងរៀបនឹងលុបចោលហើយព្រោះគេថាអត់ប្រយោជន៍ទេ